យថាជើងមេឃដាមិនដល់ឡើយបងបានមកដល់ជើងមេឃថាអូនអើយគឺជើងមេឃស្នេហ៍សំណាងបងនួនល្អងស្ម័គ្រជួយមើលថែបាក់អារម្មណ៍ស្រឡាញ់លេះទីសូមមាសមេអាសូតើអូនមានអ្វីអើយបងស្នេហាសៅស្រិនមានល្អត្រង់ណាប្រាថ្នាស្នេហ៍អូនជាគូអូននឹងស្រែសាញ់ខ្មៅត្រូវក្តៅចំណោក្លិនមិនជ្រូកក្របីសេកោបងកុំស្នេហ៍អូនអើយមិនសំខាន់ក្រុមឬចំការស្រែជានិស័យស្នេហ៍យើងទេណាស្រស់ថ្លាមជានិស័យស្នេហ៍យើងទេណាស្រស់ថ្លាមថ្លៃណែអូនញ៉ាំទៅអរគុណបងឆ្ងាញ់ទេអូនឆ្ងាញ់ថ្ងៃនេះបងគិតថាបានញ៉ាំអីជុំគ្នាតែបែរជាម៉ែចានជាប់រៀនគួរទៅវិញចាំថ្ងៃក្រោយចាំជុំគ្នាក៏បានដែរខ្ញុំម៉ែអរគុណបងខ្លាំងណាស់មករយៈនេះបងតែងតែមើលថែខ្ញុំហើយនឹងកូនខ្ញុំសំឡេងហើយដែលបានស្គាល់បងជាមនុស្សល្អបើសិនស្រីណាបានបងធ្វើប្តីពិតជាសំណាងណាស់នេះម៉ៃសរសើរបងពេកហើយញ៉ាំមកច្រើនទៅអូនអរគុណបងខ្ញុំនៅជាមួយបងឯងខ្ញុំមានក្តីសុខហើយតែបងពីងវិញមិនដឹងជារស់នៅក្នុងសភាពបែបណាទេមិនដឹងថាគាត់ទៅរស់នៅឯណាហើយទៅដល់ទីណានោះទេអូពីងម្នាក់ដែលអូនតែងតែនិយាយប្រាប់បងកាលពីប្រហែលថ្ងៃមុនហ្នឹងហ៎ចាប់បងមិនអីទេចាំថ្ងៃណាទំនេរចាំបងដើររកឲ្យក្រៃលោជួបតាមផ្លូវតោះញ៉ាំទៅព្រោះមេឃល្ងាចហើយដល់ម៉ោងទៅយកម៉ាយ៉ាចេញពីសាលាផងឆាប់ញ៉ាំទៅកុំឲ្យម៉ាយ៉ាចាំយូរញ៉ាំទៅបងម៉ៃសម្បត្តិនេះគឺជាអារម្មណ៍ពិតរបស់បងពិតជាកំសាន្តដែលមិនហ៊ានបញ្ឈប់មកជាមួយនឹងអូនមិនហ៊ានប្រាប់ការពិតចំពោះអូនដូច្នេះហើយបងមានតែសរសេរសម្បត្តិទុកឲ្យអូនការពិតទៅបងពិតជាស្រឡាញ់អូនខ្លាំងតែបងមិនហ៊ានសារភាពព្រោះមិនចង់ឲ្យអូនឈឺចាប់ទោះជាបងទិញចិញ្ចៀនមកក៏ដោយបងក៏មិនហ៊ានឲ្យអូនដែរបងពិតជាស្រឡាញ់អូនខ្លាំងណាស់បើថ្ងៃណាមួយអត់ពីបងទៅអូនអាចទៅខេត្តស្រិនវិញក៏បានព្រោះថានៅទីនេះក៏គ្មានអ្នកណាមើលថែអូននិងកូន
បងពិតជាពិបាកចិត្តណាស់ដែលបងមានជំងឺប្រចាំកាយហើយមិនបាននៅមើលថែអូនបន្តទៀតបងពិតជាមិនចង់ឃ្លាតពីអូនទេម៉ែបើជាតិនេះយើងមិនបានជាគូនឹងគ្នាសូមឲ្យជាតិក្រោយយើងទាំងពីរនាក់បានក្លាយជាគូនឹងគ្នាផងចុះហេតុអីជាតិនេះយើងអីក៏អភ័ព្វម្ល៉េះបានជួបគ្នាតែមួយរយៈពេលខ្លីបងក៏ត្រូវឃ្លាតឆ្ងាយពីអូនឃ្លាតឆ្ងាយអស់មួយជីវិតជាចុងក្រោយបងជូនពរអូនឲ្យជួបនឹងមនុស្សល្អនិងមានសេចក្តីសុខទុកមកដូចជាគេតាំងមុនឡើងស្រាងសុំឡើយមុនល្អទុកស្នេហ៍ទុកស្និនទុកហុំគុនឡងជាតិនេះស្គាល់ម្ដងឆ្លងមិនផុតឡើយតើធ្វើមិនទៅឲ្យពើបើអត់ពីបងទេមិនដឹងថាម៉េចហើយនឹងកូននឹងទៅជាយ៉ាងណាទេរាល់ថ្ងៃរៀមសឹងដាច់ពីអល់ស្លាប់ហើយអូនណាយប្រណីយល់ចិត្តមកបើអត់ពីបងទៅអូនត្រូវមើលថែគេបានល្អផងមិនបានបងនិយាយអញ្ចឹងបងចង់ឲ្យអូននៅឪពុករបស់ម៉ៃយ៉ានបានជួបជុំគ្នាដើម្បីឲ្យមានភាពកក់ក្ដៅឲ្យកូនបងមើលទៅសុភាពរបស់គេមនុស្សមិនសមជាមនុស្សបងអាណិតគេណាអូនគិតជាម៉េចដែរអូនគួរតែត្រូវជាមួយគេវិញទៅបងមើលតែគេដូចជាវេទនាណាសមហេតុដែលគេទទួលបែបនេះនៅអ្វីដែលគេបានធ្វើដាក់ខ្ញុំកន្លងមកសម្រាប់បងគិតថាអូនគួរតែផ្ដល់ឱកាសឲ្យគេម្ដងទៅដើម្បីឲ្យគេបានកែប្រែខ្លួនជាថ្មីដល់រឿងតែបង
អូនភ្លេចសួរបងបានឲ្យពេទ្យពិនិត្យអាការៈជំងឺបងហើយនៅ បងបានទៅពិនិត្យហើយតែដុកទ័របានប្រាប់ថាជំងឺរបស់បងគឺអត់បញ្ហាអីទេគឺស្រាលៗតែប៉ុណ្ណោះមិនស្លាប់ទេអូន ម៉ាយ៉ាចា មកយ៉ាងក្មួយ មកទៅផ្ទះកូន តោះត្រឡប់ទៅវិញ តើទៅផ្ទះកូន មកក្មួយមកសប្បាយទេក្មួយ សប្បាយណាស់អូន អញ្ចឹងចង់មកលេងទៀតអត់ចង់ លោកប្រធានតានេះលោកប្រធានតាណានឹង លោកជានរណា ខ្ញុំអតីតជាបុគ្គលិករបស់លោកប្រធានណាឈ្មោះពាក់ក្តី អរគុណហើយភក្តីដែលនៅស្គាល់ខ្ញុំ លោកប្រធានចង់តាណាខ្ញុំជូនទៅ ខ្ញុំគ្មានគោលដៅពិតប្រាកដទេអរគុណហើយខ្ញុំទៅហើយ តើខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅនៅពេលនេះជំងឺរបស់ខ្ញុំកាន់តែរាលដាលឡើងតើខ្ញុំគួរតែលើករឿងនេះប្រាប់ម៉ែដែរឬក៏អត់បើសិនជាខ្ញុំប្រាប់ម៉ៃប្រកាសជាពិបាកចិត្តខ្លាំងជាងមុនទៅទៀតខ្ញុំគួរតែយករឿងនេះទៅប្រាប់អ្នកគ្រូវីដែរឬក៏អត់មក ថ្ងៃអវសានរបស់ខ្ញុំជិតមកដល់ហើយអ្នកគ្រូវីជួយមើលថែរក្សាម៉ៃនិងម៉ៃយ៉ានផង លោកគ្រូពេទ្យក៏និយាយអញ្ចឹងឲ្យសោះ ដាច់ខាតសូមកុំឲ្យម៉ៃដឹងអសោះណាខ្ញុំណាមិនចង់ឲ្យនាងខូចចិត្តនោះទេខ្ញុំមានជីវិតរស់មកដល់2ខែនោះទេអញ្ចឹងគឺមានតែអ្នកគ្រូវីទេរឹងមាំឡាវីប្រឹងឡើងម៉ៃកូនគ្មានអ្នកណាទីពឹងទេក្រៅពីអាវីឯង លោកគ្រូពេទ្យក៏និយាយអញ្ចឹងអី វាជារឿងធម្មជាតិណាវីជឿមិនអាចតវ៉ាបានទេ លោកគ្រូពេទ្យគួរតែសម្រាប់ខ្លះទៅកុំខំប្រឹងប្រែងធ្វើការពេក ទោះសម្រាប់ក៏នៅតែប៉ុណ្ណឹងដែរខ្ញុំចង់យកឱកាសចុងក្រោយនេះធ្វើដើម្បីម៉ៃនិងកូនខ្ញុំចង់ឲ្យគេមានសេចក្តីសុខនិងមានសុភមង្គល ជានិស័យស្នេហ៍យើងទេណាស្រស់ថ្លើមថ្លៃជានិស័យស្នេហ៍យើងទេណាស្រស់ថ្លើមថ្លៃ អ
នេះបងអត់ទៅធ្វើការទេ បងអត់ទៅទេបងធ្វើការយប់មិញជ្រុលមកពេក ខ្ញុំដាំបបរឆ្អិនឲ្យបងកុំភ្លេចញ៉ាំបបរណាអញ្ចឹងខ្ញុំទៅធ្វើការហើយណា ម៉ៃយ៉ារៀបចំខ្លួនហើយនៅកូន បានហើយម៉ែកុំចំអីណាលោកគ្រូពេទ្យគាត់មិនអីនោះទេកុំចំអីណា ម៉ៃកុំយំអីបងមិនអីទេកុំយំអីណាបងមិនអីទេ បងមិនកើតអីទេ បងសម្លាញ់កុំកើតអីណា កុំយំអីម៉ៃកុំយំអីបងមិនកើតអីទេណា បង អូម៉ៃ បងញ៉ាំបបរបន្តិចទៅណាហើយមិនក្នុងខ្លួនបានធូរខ្លាំងណាស់ បងអរគុណហើយម៉ៃនេះបងបានជាសះស្បើយហើយបងធ្វើឲ្យម៉ៃពិបាកទៀតហើយថ្ងៃក្រោយម៉ៃមិនបាច់ដាំបបរឲ្យបងក៏បានដែរបងអាចដាំខ្លួនឯងបាន
អត់អីទេបងរឿងប៉ុណ្ណឹងมันស្មើនឹងមួយចំណិតដែលបងជួយខ្ញុំនិងម៉ាចាជារៀងរហូតមកផងកុំរវល់តែនិយាយបបរទៅជាអស់ហើយបងត្រូវញ៉ាំមកបងនឹងឲ្យអស់ទេនឹងឆាប់មានកម្លាំងបងញ៉ាំបបរឲ្យបងឡើងទៅសម្រាប់តែណាខ្ញុំទៅផ្សារទិញមកហូបប្រញាប់មកវិញបាទនិយាយអញ្ចឹងហើយចុះម៉ាយ៉ាគេទៅណាហើយគេអត់ទៅរៀនទេអូម៉ាយ៉ាខ្ញុំជូនគេទៅស្លាហើយបងល្អហើយអញ្ចឹងអូនជិះម៉ូតូប្រយ័ត្នប្រយែងផងណាចាបងទៅចុះបងត្រីមកក្រាស់ប្រមាណដែរមកចក2005ចាស់ត្រីងៀតវិញ1គីឡូប្រមាណបងត្រីងៀតនេះ1គីឡូប៉ុន្មានបងពីងម៉ៃបងពីងអូម៉ៃខ្ញុំនឹកបងពីងបងដើររំម៉ៃគ្រប់កន្លែងហើយដើរសួរគេសួរឯងនៅតែមិនឃើញម៉ៃសោះខ្ញុំដើររបស់ឯងដែរនឹងតែរបស់ឯងអត់ឃើញដូចគ្នាបងតោះម៉ៃយើងទៅរកកន្លែងនិយាយគ្នាសិនទៅតោះចាបងមកយកមកយកថៃមកបងសប្បាយចិត្តមែនទេម៉ៃអើយណាមកម៉ៃមកហើយប្រហែលឆ្នាំនេះម៉ៃសុកទុកយ៉ាងណាដែរហើយម៉ៃទ្រូនៅឯណាបាននៅសុកបាត់ខ្លួនតែម្ដងខ្ញុំសុខសប្បាយធម្មតាទេបងថ្ងៃដែលខ្ញុំបាត់ខ្លួននោះគឺអូយនាង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 មានផ្ទៃពោះទីអូអញ្ចឹងទេណាហើយបងក៏បានធូរចិត្តដែរដែលមិនបានទៅជួបនឹងមនុស្សល្អណាចាបងពីងវិញបងទៅនៅណាដែរអូបងពេលដែលម៉ៃបាត់ខ្លួនហ្នឹងបងក៏ខំដើររមម៉ៃដើរចូលដើរឡើងក៏បានទៅជួបលោកបរិនហើយនឹងនាងលក្ខណាគាត់ក៏បានហៅបងទៅនៅជាមួយនឹងគាត់ទៅហើយគាត់ឲ្យបងនឹងជួយលក់បាយជាមួយគាត់ទិញទូចអីហ្នឹងណា
បងណាបានជួយនៅព្រមម្ដងនៅតាមផ្លូវហើយពេលនោះបងទ្រាំមិនបានបងក៏វាយនៅព្រទៅប៉ុន្តែក៏អត់មានតតដៃអីសោះតែហ្មងមើលទៅគាត់បាត់បង់ភាពជាមនុស្សអស់ហើយគួរឲ្យអាណិតគាត់មែនក ុំឆាប់ភ្លេចការឈឺចាប់ពេកបងពីងកម្មអ្នកណាធ្វើអ្នកនឹងទទួលគេធ្វើឲ្យយើងឈឺចាប់ណាស់គេត្រូវតែទទួលវិញ បងមិនហ៊ានបខំម៉ៃទេព្រោះជារឿងរបស់ម៉ៃប៉ុន្តែវាជាអនាគតរបស់អូនហើយនៅព្រោះពេលនេះគ្មានសល់អ្វីនោះទេ ល្អហើយឲ្យគេដឹងថាការលំបាកនោះវាយ៉ាងម៉េច គិតអញ្ចឹងក៏ល្អមួយយ៉ាងដែរណែប៉ុន្តែម៉ៃប្រកាសជាធ្វើចិត្តបានមែនណា ចេះបានបង ខ្ញុំឃើញអញហូបតែស្រាអត់ឃើញស៊ីបាយសោះតើមានកណ្ដាលណាធ្វើការ ខ្ញុំមកឃើញបាយទេបង អត់ឃ្លានក៏ត្រូវតែហូបដែរអត់វាមានអីទ្រពកាពះគិតពីសុខភាពឯងខ្លះផង អរគុណបងហើយដែលបងបារម្ភពីខ្ញុំ រួចបានហើយតារាបានហើយអូនអាចជិះផឹកទៅបានហើយឲ្យស្រាមកបងបានហើយអូនអាចគិតពីសុខភាពផងបានហើយ អត់ទេបង អាណិតបងអូនបង អត់ទេបង ជានិស័យស្នេហ៍យើងទេណាស្រស់ថ្លើមថ្លៃជានិស័យស្នេហ៍យើងទេណាស្រស់ថ្លើមថ្លៃ ការដែលម៉ៃជួបគ្រោះថ្នាក់ដំបូងខ្ញុំខំដើររកបងប្អូនពេញទីក្រុងគឺខ្ញុំទៅសួរគេទាំងអស់ឲ្យទៅមៀតធំព្រោះម៉ៃប្រាប់ថាមានបងប្អូនអស់រទេះលក់ទៅក្រូចមៀតធំមិននឹកស្មានថាថ្ងៃនេះបានជួបពីឯងសោះ ខ្ញុំមិនអាចគិតថាម៉ៃជួបនឹងគ្រោះថ្នាក់នោះទេខ្ញុំមិនមានអារម្មណ៍ថាម៉ៃជួបនឹងគេធ្វើបាបព្រោះម៉ៃមានគេចង់ធ្វើបាបច្រើនណាស់ ច្រើនឆ្នាំមកនេះជីវិតរបស់យើងមានមន្ទិលរហូតមានឈ្មោះជាស្រីផាត់ប្តីនាំសហរត់ចេញពីផ្ទះ ហើយម៉ៃអើយអ្នកណាគិតអីក៏គិតទៅយើងជាមនុស្សល្អកុំខ្វល់ពីរឿងគេនិយាយមួយយ៉ាងរឿងនេះអ្នកណាក៏ដឹងដែរថាយើងជាមនុស្សបរិសុទ្ធមានតែអាមុខម្នាក់នោះទេដែលវាមិនដឹងអីសោះនោះ ស្ដាប់ទៅដូចជារឿងកុនដល់ហើយតួប្រុសធ្វើជាកាចហើយធ្វើបាបតួស្រីហើយអ្នកបម្រើក៏ត្រូវគេដេញចេញពីផ្ទះតែនេះគឺជារឿងពិតរបស់មនុស្សពិតជាសោកសៅណាស់ ម៉ៃសម្រាប់ចិត្តយ៉ាងម៉េចនៅបន្តឬក៏ទៅសុរិន បើយើងនៅបន្តដូចជាយើងចង់នៅដោះស្រាយបញ្ហាតែបើខ្ញុំទៅសុរិនវិញគឺអ្វីៗត្រូវបញ្ចប់ខ្ញុំនឹងនាំយកកំហុសទៅជាមួយ នេះមកពីអូនមិនព្រមទទួលការពិតនៅចំពោះមុខហើយមិនព្រមបញ្ឈរមុខជាមួយនឹងបញ្ហាដែលបានកើតឡើង វានឹងបញ្ចប់ទៅអញជាមួយពេលវេលាបង អ
លោកមកតាមចាប់កំហុសពួកខ្ញុំដល់ទីនេះទៀតហ៎ ខ្ញុំនឹងបងពៀនស្រឡាញ់គ្នាណាស់មិនដូចលោកនៅប្រពន្ធលោកទេក៏មកបញ្ជឿខ្ញុំអីត្រឡប់ទៅមើលថែប្រពន្ធលោកវិញទេ ខ្ញុំមកសុំទោសចំពោះអ្នកទាំងពីរព្រោះនេះជាដង្ហើមចុងក្រោយរបស់ខ្ញុំខ្ញុំរងចាំឱកាសនេះយូរហើយខ្ញុំចង់ជួបអ្នកទាំងពីរកុំឲ្យខ្ញុំស្លាប់ទៅយកបាបទៅជាមួយអីណាម៉ែ ពេលនេះខ្ញុំនៅសល់តែកំតិចជីវិតចុងក្រោយប៉ុណ្ណោះមេត្តាឲ្យខ្ញុំបានសាងអំពើល្អផងកុំឲ្យខ្ញុំស្លាប់តែបិទភ្នែកមិនចិត្តអីម៉ែពីឲ្យខ្ញុំទុំទោសណាខ្ញុំស្ដាយក្រោយណាខ្ញុំខុសហើយ ខ្ញុំអត់ឃើញទៅឲ្យលោកយូរហើយលោកត្រឡប់ទៅវិញចុះម៉ែ ណាពូ បង កុំតែរវល់ជាមួយគេអីបងគេមកធ្វើឲ្យយើងស្លាប់ចិត្តប៉ុណ្ណឹងតែចានេះជាទនកម្មជីវិតហើយវាគឺជារឿងពិត គេជាអ្នកជ្រើសរើសផ្លូវដើរដោយខ្លួនឯងមិនឲ្យគេទៅចុះមិនបាច់មានជាតិក្រោយទេខ្ញុំអស់កម្មពៀននឹងគេហើយ អ
បងដឹងថាម៉ៃនៅស្រឡាញ់អ្នកផងកុំធ្វើបាបចិត្តខ្លួនឯងអីម៉ៃកាន់តែបំភ្លេចវាកាន់តែឈឺ បានហើយបំពេញកុំនិយាយតទៀតអីខ្ញុំមិនចង់ស្ដាប់ទៀតទេ បានហើយម៉ៃឈប់យំទៅបងជួយពីអារម្មណ៍ម៉ៃណា តាមម៉ូតូនោះជាប់បងលឿនទៅបងលឿនទៅនោះបាត់ក្រោយបងលឿនទៅបងលឿនទៅ អូនមិនក៏ម៉ូតូនោះជិះមកតាមយើងរហូតអញ្ចឹង អូប្រហែលជាគេច្រឡំមនុស្សអីទេដឹងបង អូអញ្ចឹងទេហ៎ ចាបង គុណណាបងបបាត់មិនទេ អូនបាត់បង់ភាពកក់ក្ដៅច្រើនឆ្នាំមកហើយ ឃើញនៅភ្នែកច្បាស់ណាស់ឯងគួរតែកាត់ចិត្តបានហើយតារាបើឯងស្រឡាញ់នេះត្រូវធ្វើឲ្យនាងមានសេចក្តីសុខ